ngày muốn trong chơi chơi kia chỉ mùi đom đợt tin ná chỉ mùi tiêu bực sao cho mình nhé đơn lứa cái bao ho ở kết cú pi rương chỉ và lật cái đọc sốc thư ca chỉ mùi nên vì sao ai cái chút bỏ dưới đại dương bật tê tôi cầm lăng tinh tách bạ để màn tội giống của ba ta tới nhiều tha lấy công al của vi của bà công tranh máu tha để thưa ở đây tự xua tha thưa chẳng mấy đầm bầy ở bàn sơn ở là tập hiệp và khi ông cho ơi có nè dừng vùng truy nèประมาณ tao vì họ bàn và tam từ đây physics vì họ mình nuôi tê tụi nên phải đây tại cái thứ vì họ bàn rồi ra cái chuyện này bất đất ở các họยังchi này ประมาณ nói tao họ bàn trongពេលខ្លះកុំគិតនៅក្នុងអាក្របខ័ណ្ឌចាក់កោវិស័យទាំងគោលដៅវាត្រូវទៅហើយតែកុំងាប់កាលាភាពរស់រវើកនេះគឺជាកិច្ចការសំខាន់នៅក្នុងក្របខ័ណ្ឌប្រតិបត្តិស្រួលបួលប៉ុន្តែយើងឆ្នៃប្រឌិតវាមិនមែនបានន័យថាឲ្យទៅលួចទៅប្លន់ទៅអីទេប៉ុន្តែក្នុងក្របខ័ណ្ឌច្បាប់អនុវត្តយើងឆ្នៃប្រឌិតដើម្បីសម្រេចកិច្ចការរបស់យើងអត់ចោលទេទិសដៅឆ្នៃប្រឌិតហើយគេរៀនចឹងអ្វីដែលយើងរៀនមិនមែនយកមក copy ពីសភៅយកមកដាក់អាហ្នឹងគេហៅថា book smart ហើយមួយទៀតអ្នក street smart ពីរនឹងត្រូវដើរជាមួយគ្នាយកមូលដ្ឋាននៃសភៅដើម្បីជាមូលដ្ឋានសម្រាប់ច្នៃប្រឌិតដោះស្រាយបញ្ហាដែលយើងជួបប្រទះក្នុងការងារជីវិតជាក់ស្ដែងប៉ុន្តែកុំឲ្យវាងាប់កន្លះតាមទៅបើអ្នកខាងបច្ចេកវិទ្យាសាស្ត្រពិតប្រាកដដោះស្រាយបញ្ហាឧទាហរណ៍កុំព្យូទ័រដោះស្រាយរឿង algorithm អានឹងប្រហែលជាគេមានរូបមន្តគេមួយច្បាស់លាស់តែទោះជាយ៉ាងណាពេលខ្លះគេមានវិធីកាត់លិចកាត់កើតបាទនេះគឺការច្នៃប្រឌិតការមិនបោះបង់ចោលដែលខាងតបពិសេសនឹងត្រឡប់ទៅវិញគឺថាក្រុមតូចធ្វើការបានដោយសារការចាក់កវិស័យការតស៊ូមិនបោះបង់បូកជាមួយនឹងការច្នៃប្រឌិតបាទដើម្បីសម្រេចភារកិច្ចបើខ្ញុំបកគលភារកិច្ចឲ្យជំនួយការខ្ញុំម្នាក់ធ្វើអីមួយខ្ញុំសង្ឃឹមថាគាត់អាចច្នៃបានដោះស្រាយបញ្ហាឲ្យលឿនឲ្យបានដែលខ្ញុំធ្លាប់បានលើកខ្ញុំសាកល្បងបកគលភារកិច្ចម៉ោង 4 កន្លះល្ងាចការខ្ញុំនៅមេជើងគោកឲ្យជំនួយការ3នាក់ទៅរត់ឯកសារមួយអានឹងវាដូចជាការសាកល្បងផងតែពេលនោះវាត្រូវការចាំបាច់មែនជំនួយការទី1ប្រាប់ថាបងម៉ោង 4 កន្លះហើយឥឡូវស្ទះទៅមិនទាន់ទេសុំថ្ងៃច័ន្ទជំនួយការមួយទៀតជិះទៅដែរតែទៅដល់គេបិទបាត់ជំនួយការទី3គាត់ទូរស័ព្ទទៅប្រាប់គេមុនចាំផងខ្ញុំទៅ3នាក់ដូចគ្នាម្នាក់ដាក់ឧបសគ្គមុខអត់ទៅទេចាំថ្ងៃច័ន្ទយឺត48ម៉ោងម្នាក់ទៀតទៅដែរខំប្រឹងប៉ុន្តែអត់បានច្នៃប្រឌិតភ្លេចទូទៅប្រាប់គេឲ្យជប់គេទៅចោលបាត់តែម្នាក់ចុងក្រោយគាត់ទៅគាត់ច្នៃគាត់ដឹងថាបញ្ហាវាចឹងដោះយ៉ាងម៉េចទៅធ្វើឲ្យបានចម្លើយស្រួលបើបងប្អូនជាអ្នកគ្រប់គ្រងតើយកមួយដែរសម្រាប់យើងជាអ្នកដែលទទួលភារកិច្ចច្នៃខិតខំដោះកុំយកឧបសគ្គដាក់មុខនេះគឺជាកលឹះធំណាស់ហើយសម្រាប់ខ្ញុំជាបទពិសោធន៍ខ្លួនឯងពេលខ្លះក៏យើងនៅមានហើយក៏រៀនច្រើនពីមេដែរពីបងហើយខ្ញុំក៏បានរៀនច្រើនពីអ្នកដែលធ្វើការឲ្យខ្ញុំមួយចំនួនពេលខ្លះគាត់មានវិធីសាស្ត្រដែលគាត់និយាយរួមគេថាដែលយើងថាឲ្យរៀនគ្រប់គ្នានោះវិធីសាស្ត្រគាត់ធ្វើវិធីសាស្ត្រគាត់ដោះវិធីសាស្ត្រគាត់ធ្វើយ៉ាងម៉េចដើម្បីយើងពង្រៀន10ឲ្យចេះទាំង10ពង្រៀន10គាត់អាចធ្វើការបានហើយលើសយើង11ទៀតគាត់មកប្រាប់យើងធ្វើអានេះល្អជាងទៀតពេលខ្លះយើងលួចរៀនពីគាត់អញ្ចឹងការអនុវត្តការងារនេះភាពបត់បែនគឺការច្នៃប្រឌិតការដោះស្រាយបញ្ហាចំពោះមុខយកមូលដ្ឋានដែលយើងចេះពីសាលាយកទៅ
ទៅដល់ឧបសគ្គជាក់ស្ដែងរៀនបន្ថែមទៀតដោះបន្ថែមទៀតដើម្បីបង្ហាញនៅសមត្ថកម្ម